សង្ឃឹមរំពឹងបដាពេលឡើងខ្សឹងខ្សៅក្នុងព្រៃហាប្រាថ្នាពីបឹងបាត់ត្រាំត្រាតាមម៉ែកូនខ្សែចៅមេដាម្ដាយស្រឡាញ់អ្នកស្នេហ៍ជីវិតម្ដាយគិតថាបានកូនឯងហើយគ្រាន់បានពឹងផ្អែកដោយកត់ត្រាម្ដេចឡើយអ្នកស្លាប់ចៅមេដា
មិនឡើយមានដុកទេនាង បងមានណាបងមានណា បុគ្គលត្រូវមកចុកក្របសង្កត់ហើយកូនទាំងឡាយមិនមានដើម្បីជាទីពឹងបិតាក៏មិនមានទាំងផាងពងក៏មិនមានដើម្បីជាទីពឹងឡើយសេចក្តីទីពឹងក្នុងញាណទាំងឡាយក៏មិនមានដូច្នេះយោចវសសតាំងជីវេអបសੰឧតយភយ៉ាងអេកាហੰជីវតាំងសយោបសតោឧតយភយ៉ាងបុគ្គលណាមិនឃើញនៅការកើតឡើងនិងការវិនាសទៅទោះបីរស់នៅបាន100ឆ្នាំក៏ដោយក៏ពុំគាស់ប្រសើរឡើយតែការរស់នៅសូម្បីតែមួយថ្ងៃរបស់លោកអ្នកដែលឃើញនៅការកើតឡើងនិងការវិនាសទៅប្រសើរជាងការរស់នៅ100ឆ្នាំរបស់បុគ្គលនោះទៅទៀតនាងបដាចាក្រោយពីស្ដាប់ធម៌ចប់ក៏បានសម្រេចនៅសោតាបត្តិផលរួចនាងក៏ជ្រះថ្លាក្នុងព្រះពុទ្ធសាសនាសូមបួសក្នុងសំណាក់ព្រះនាងបជាបតិគោតមីដោយការខិតខំប្រឹងប្រែងបដិបត្តិព្រះធម៌មិនយូរប៉ុន្មាននាងក៏បានសម្រេចនៅអរហត្តផលបានជាព្រះអរហន្តមួយព្រះអង្គដោយមានព្រះនាមថាអរហន្តីបដាចាខ្សែជីវិតរបស់នាងបដាចាថេរីពិតជាស្មុគស្មាញនិងក្រៀមក្រំពិបាកទ្រាំបានឬទទួលយកបានណាស់ប៉ុន្តែជីវិតរបស់នាងត្រូវបានកែប្រែក្រោមម្លប់នៃព្រះធម៌ជាពិសេសគឺការបានសាងគប់ត្រូវជាមួយនឹងសប្បុរសគឺព្រះសម្មាសម្ពុទ្ធនិងអគ្គសាវកសាវិកាជាច្រើនអង្គទៀតដូច្នេះស្ត្រីគ្រប់រូបមិនគួរបណ្ដោយខ្លួនឲ្យធ្លាក់ក្នុងសភាពកាន់តែយ៉ាប់យ៉ឺនបែបនេះឡើយពួកគេគួរតែស្វែងរកវិធីបន្សាបសេចក្តីទុក្ខទើបប្រសើរជាងការគិតខ្លីដោយចង់បញ្ចប់ជីវិតខ្លួនឯងរាល់ពេលមានសេចក្តីទុក្ខឬការឈឺចាប់ដោយសាររឿងអ្វីមួយកុំភ្លេចយកខ្សែជីវិតរបស់នាងបដាចាមកពិចារណា